យនេះគឺជាសម័យ Digital ដែលមន្ទីរពេទ្យគ្រប់កម្រិតបានផ្លាស់ប្ដូរពីការប្រើប្រាស់កណ្ដាស់មកប្រើប្រាស់គ្រប់គ្រងជាប្រព័ន្ធ System សម្រាប់ធ្វើការគ្រប់គ្រងទៅលើអ្នកជំងឺដូចនៅឯមន្ទីរពេទ្យបង្អែកអង្គរការជាដើមដែលគាត់បានផ្លាស់ប្ដូរពីការប្រើប្រាស់កណ្ដាស់មកប្រើប្រាស់ប្រព័ន្ធ System ពេទ្យយើងសម្រាប់ធ្វើការគ្រប់គ្រងទៅលើមន្ទីរពេទ្យផ្ទាល់តែម្ដងគ្រប់គ្រងទាំងការចុះឈ្មោះគ្រប់គ្រងទាំងផ្នែក OPD IPD រហូតដល់អ្នកជំងឺចេញតោះទៅទស្សនាទាំងអស់គ្នាដើម្បីដឹងពីការប្រើប្រាស់ប្រព័ន្ធ System ពេទ្យយើងនៅខាងមន្ទីរពេទ្យបង្អែកអង្គរការទាំងអស់គ្នាតោះតាក់ទងមួយប្រព័ន្ធត្រីយ៉ារបស់កម្មវិធីពេទ្យយើងនេះគឺមានភាពងាយស្រួលដោយសារសម្រាប់សញ្ញាជីវិតសម្រាប់ឯកសារផ្សេងៗដែលចុះប្រវត្តិអ្នកជំងឺផ្សេងៗហ្នឹងគឺពេលដែលយើងចុះយើងមានការសេវទុកពេលយើងបាត់ឯកសារអីមួយយើងឆែកមកវិញបានហើយនឹងភាពរហ័សយើងមិនបាច់ប្រើការសរសេរច្រើនអីច្រើននេះវាមានប្រព័ន្ធច្រើនយើងគ្រាន់តែចោះបំពេញក្នុងកុំព្យូទ័រហ្នឹងហើយសេវទុកទៅវារួចជាស្រេចក្នុងពេលដែលខ្ញុំប្រើប្រព័ន្ធ System ពេទ្យយើងទីមួយមានភាពងាយស្រួលវាមានព័ត៌មានស្រាប់នៅក្នុងកុំព្យូទ័រហើយកាលយើងកុងស៊ុលយើងសេដៃកុងស៊ុលសេដៃវាអក្សរវាអត់ស្អាតមើលទៅវាអត់ស្អាតទេហើយទី2ព័ត៌មានជាក់លាក់នៅក្នុងហ្នឹងមានពីមុនមកប្រវត្តិអ្នកជំងឺមិនឈឺអីមាននៅក្នុងស្រាប់យើងស្រួលឆែកមើលហើយការឲ្យតាមពីមុនមកក៏ស្រួលឆែកមើលយើងទៅសេដៃដែរដល់ពេលយើងប្រើប្រព័ន្ធនេះវាងាយស្រួលជាងពេលលោកគ្រូពេទ្យគាត់ប្រែតំងមកយើងវាមានឈ្មោះមានអីនៅក្នុងនេះមានឆ្នាំមានអីយើងព្រីនតាមវិជ្ជាបញ្ជាទៅយើងបាត់ឲ្យអ្នកជំងឺវាលឿនណាស់យើងចុចព្រីនចឹងមកវាចេញមកវាមានក្នុងនឹងទាំងអស់ហ្នឹងទីហើយអ្នកគ្រូមើលព្រីនមកបាទយើងលោតមកមានដូចថាអ្នកជំងឺឈ្មោះចឹងមានទាំងឆ្នាំមានទាំងរបៀបលេខឯនៅក្នុងនឹងទាំងអស់យើងបោះយើងបាត់ sticker ក្នុងថងយើងនោះហើយឲ្យគាត់ទៅវាងាយស្រួលលឿនជាងតែលើមុនយើងឡូតសេនៅអីវាឆ្ងាយเราមានក្នុងប្រព័ន្ធទៅវាស្រួលណាអត់ទន់ទៅចាផលលំបាកកាលពីយើងមិនទាន់បានប្រើប្រាស់ពីប្រព័ន្ធពេទ្យយើងទី1យើងត្រូវប្រើចំណាយពេលវេលាគឺវាយូរស៊ីពេលត5នាទី10នាទីក្នុងការទូទាត់សាច់ប្រាក់តទៅពេលឥឡូវយើងវាស្រួលក្នុងការងារទូទាត់សាច់ប្រាក់ទី1កាលពីមិនទាន់មានប្រព័ន្ធពេទ្យយើងត្រូវការប្រើតារាងមើលថាតើជំងឺមួយណាចំណាយថវិកាប៉ុន្មានទីហោថាគាត់ចុះឈាមចា5មុខជាហោអញ្ចឹងណាអញ្ចឹងយើងត្រូវប្រើថាតើគាត់មើលអីខ្លះអស់លុយប្រមាណមើលអីខ្លះអស់លុយប្រមាណយើងទូទៅការបូកសាច់ប្រាក់ហ្នឹងចាដល់ពេលឥឡូវយើងប្រើប្រព័ន្ធពេទ្យគឺងាយស្រួលពួកខ្ញុំមិនចាំបាច់ក្នុងការប្រើតារាងបូកមើលអីទៀតទេចាអញ្ចឹងគ្រាន់តែយើងមើលក្នុងប្រព័ន្ធទៅយើង select ឃើញសាច់ប្រាក់ទូទាត់តែម្ដងអញ្ចឹងវាស្រួលដែរបងចាហើយលឿនទៀតផងចាងាយមានអីលំបាកកាលពីមុនលំបាកមែនពួកខ្ញុំត្រូវការប្រើពេលវេលាយូរចាឥឡូវវាលឿនដែរអញ្ចឹងណាបងចា